ភាសាអូសានវិទ្យមិនអាចទទួលយកបានឡើយដោយរុស្ស៊ីវាមិនសមស្របទេគេមិនអាចនិយាយបែបនេះឡើយជាមួយរុស្ស៊ីអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov ជាសម្ដីនេះនៅពីមុខបណ្ដាតំណាងប្រព័ន្ធផ្សព្វផ្សាយនាថ្ងៃច័ន្ទទី12ឧសភាលោក Peskov ក៏បញ្ជាក់ដែរថាម៉ូស្គូប្រាថ្នាធ្វើកិច្ចចរចាដ៏ម៉ត់ចត់ដែលនាំទៅកាន់សន្តិភាពជាចីរកាលប៉ុន្តែមិនអើពើឡើយនឹងសំណើមេដឹកនាំអ៊ុយក្រែនលោក Zelensky ដើម្បីជួបដោយផ្ទាល់ជាមួយសមាភិករុស្ស៊ីលោក Putin តបនឹងសំណួរស្ដីពីសមាជិកគណៈប្រតិភូរុស្ស៊ីទៅកាន់ក្រុងទូគីអ៊ីស្តង់ប៊ូលលោក Peskov ឆ្លើយថាគាត់បាននិយាយសពគ្រប់ហើយតាក់ទងនឹងរឿងនេះទាំងប្រកែកមិនធ្វើអត្ថាធិប្បាយក្រុងគីវនិងបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបថ្ងៃសៅរ៍ទី10ឧសភាបានទាមទារឲ្យមានបទឈប់បាញ់ទាំងស្រុងនិងដោយគ្មានលក្ខខណ្ឌរយៈពេល30ថ្ងៃគិតចាប់ពីថ្ងៃច័ន្ទទី12ឧសភាទៅមុននឹងចាប់ផ្ដើមការពិភាក្សាអំពីសន្តិភាពដោយត្រង់ផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែននៅលើដីទូគីដោយដែលស្នើដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយចោទរុស្ស៊ីថាលេងល្បែងប្រមុខការទូតសហភាពអឺរ៉ុបលោកស្រី Kaja Kallas សង្កត់ធ្ងន់ដូចតទៅត្រូវតែមានបទឈប់បាញ់ខានមិនបានក្នុងពេលជាមួយគ្នារុស្ស៊ីបានបន្តវាយប្រហារពេលយប់ទៅលើអ៊ុយក្រែនដោយសឹងគ្មានរសថ្ងៃណាឡើយតាំងពីម៉ូស្គូបានបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែនជាង3ឆ្នាំមុនមកបណ្ដាលឲ្យទាហាននិងជនស៊ីវិលទាំងសងខាងស្លាប់អស់រាប់ម៉ឺននាក់ទៅហើយតាមអាជ្ញាធរអ៊ុយក្រែនក្នុងថ្ងៃច័ន្ទយានដ្រូនរុស្ស៊ីមួយគ្រឿងពេលវាយប្រហារទៅលើរថយន្តរបស់សហគ្រាសមួយដ៏សំខាន់នៅក្រុងស៊ូមីប៉ែកឦសានអ៊ុយក្រែនបានផ្តាច់ជីវិតមនុស្សអស់ម្នាក់និងរបួស3នាក់លើឆាកការទូតប៉ុន្មានថ្ងៃចុងក្រោយព្រឹត្តិការណ៍វិវត្តយ៉ាងលឿនខណៈដែលការពិភាក្សាដាច់ដោយឡែកទៅតាមគំនិតព្រួយផ្ដើមរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំហាក់បីធ្លាក់ក្នុងភាពទ្រច្រកក្រុងគៀវនិងបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរួមជាមួយក្រុងវ៉ាស៊ីនតោននាថ្ងៃសៅរ៍បានទាមទារពីរុស្ស៊ីឲ្យទទួលយកទៅបទឈប់បាញ់រយៈពេល30ថ្ងៃពុំនោះសោតនឹងរងទណ្ឌកម្មថ្មីសែនធ្ងន់ធ្ងរចំណែកប្រមុខរដ្ឋរុស្ស៊ីធ្វើឲ្យចំពោះឧស្សាហកម្មនោះរួចបែរទៅជាស្នើឲ្យមានការចរចាត្រង់ផ្ទាល់ដោយគ្មានលក្ខខណ្ឌជាមុនរវាងម៉ូស្គូនិងក្រុងគីវចាប់ពីថ្ងៃប្រហ័សទី15ឧសភានៅក្រុងទូគីអ៊ីស្តង់ប៊ូលសំណើរុស្ស៊ីនេះបានទទួលចម្លើយភ្លាមភ្លើតពីលោក Zelensky ដែលបបួលលោក Putin ទៅជួបគ្នាដោយផ្ទាល់នៅក្រុងអ៊ីស្តង់ប៊ូលក្នុងថ្ងៃប្រហ័សនោះមកទល់ឥឡូវគ្មានចម្លើយទេពីក្រមឡាំងតាមអ្នកនយោបាយវិទូអ៊ុយក្រែនលោក Volodymyr Fesenko ការបបួលនេះជាស្នៀតតាក់ទិកសារល្បងច្រើនលោក Putin ធ្លាក់ក្នុងស្ថានភាពលំបាកបើ Putin ប្រកែកមានន័យថាគាត់មិនចង់ចរចានិងជាអ្នកចាញ់តែម្ដងនៅពីមុខលោកត្រាំអ្នកជំនាញអ៊ុយក្រែនសន្និដ្ឋានទាំងចាត់ទុកលោកត្រាំថាជាចលករចម្បងស្ថិតនៅពីក្រោយកិច្ចចរចានេះតាមលោកត្រាំជំនួបនៅទូគីនឹងបង្ហាញឲ្យឃើញយ៉ាងហោចណាស់តើវាអាចនាំទៅកាន់ការចុះកិច្ចព្រមព្រៀងឬទេបើមិនអាចនោះអឺរ៉ុបនិងអាមេរិកនឹងយល់ដឹងតើអ្វីដែលត្រូវធ្វើតទៅទៀត